ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាធ្លីគ្រាប់ត្រូវផ្ទះប្រជាពលរដ្ឋថៃចំនួន22ខ្នងខណៈថៃបានត្រឹមតែចេញលិខិតតវ៉ាការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងកងទ័ពការ៉ែនកាន់តែខ្លាំងឡើងទៅដោយមានការប្រើប្រាស់អាវុធគ្រប់ប្រភេទទាំងស្រាលនិងធ្ងន់ឈានដល់ការប្រើគ្រាប់បាច់ផ្លោងថែមទៀតផងខណៈការបាញ់រះគ្នានោះក៏ធ្វើឲ្យគ្រាប់ធ្លាយទៅដល់ទឹកដីប្រទេសថៃត្រូវផ្ទះប្រជាពលរដ្ឋចំនួន22ខ្នងតាមសេចក្តីរាយការណ៍របស់អាម៉ារីនកាលពីថ្ងៃសៅរ៍ទី18ខែតុលាឆ្នាំ2025គ្រាប់កាំភ្លើងហោះមកពីខាងមីយ៉ាន់ម៉ាបានបង្កការខូចខាតដល់ផ្ទះប្រជាពលរដ្ឋថៃនៅក្នុងស្រុកមេសុតនៃខេត្តតាក់ខណៈថៃបានត្រឹមចេញលិខិតតវ៉ានិងបង្កើនការល្បាតនៅតាមព្រំដែនតែប៉ុណ្ណោះពាក់ព័ន្ធនឹងស្ថានភាពវិវត្តចុងក្រោយនេះលោកអភិបាលស្រុកមេសុតលោកសាន់យ៉ាពេតឆេតបានដឹកនាំកម្លាំងចម្រុះទៅពិនិត្យនិងណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្ននិងរាយការណ៍ករណីមានអាសន្នរយៈពេល2ខែមកនេះកងទ័ពមីយ៉ាន់ម៉ាបានបង្កើតប្រតិបត្តិការវាយប្រហារខ្លាំងលើក្រុមឧទាមប្រឆាំងដោយឈានដល់ការប្រើប្រាស់ទាំងយន្តហោះចម្បាំងនិងដ្រូនថែមទៀតផងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើការវាយលុកយ៉ាងសន្ធឹកសន្ធាប់លើកងកម្លាំងប្រដាប់អាវុធសហភាពជាតិការ៉ែននិងកងកម្លាំងការពារប្រជាជនមកពីតំបន់បានលើខេកូនិងភូមិក្បែរៗនោះក្នុងស្រុកមីយ៉ាវ៉ាឌីនៃរដ្ឋការ៉ែនប្រទេសមីយ៉ាន់ម៉ាមានសេចក្តីរាយការណ៍ដែរថាគ្រាប់ផ្លោងពីការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ានៅជាប់តំបន់ព្រំដែនប្រទេសថៃបានហោះចូលទឹកដីថៃធ្លាក់ចំផ្ទះពលរដ្ឋចំនួន8ខ្នងបណ្ដាលឲ្យអ្នកភូមិចលាចលភ័យខ្លួនរត់ប្រសេកប្រសាចដើម្បីគេចពីគ្រោះថ្នាក់រឿងនេះកើតឡើងកាលពីថ្ងៃប្រហ័សទី16នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសតុងមីស្ថិតនៅក្នុងភូមិមីនឡានប៉ានស្រុកមីយ៉ាវ៉ាឌីនៃខេត្តមីយ៉ាវ៉ាឌីដោយភាគីចំនួនឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់និងដ្រូនខណៈទ័ពថ្មើរជើងមានគម្លាតពីគ្នាត្រឹមតែ400ម៉ែត្រតែប៉ុណ្ណោះការបាញ់គ្នាទៅមកនេះបណ្ដាលឲ្យគ្រាប់ផ្លោងបានហោះធ្លាយចូលទឹកដីប្រទេសថៃធ្លាក់ត្រូវផ្ទះប្រជាពលរដ្ឋចំនួន8ខ្នងស្ថិតនៅក្នុងភូមិហ៊ុយមហាវង្សឃុំមហាវ៉ាន់ស្រុកមេសុតក្នុងខេត្តតាក់ដដែលហ្នឹងកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីប្រទេសថៃនិងមីយ៉ាន់ម៉ា